សម្លេងមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកលាន់លឺដូចយន្តទះហើយមិនយូរប៉ុន្មានអាគារដែលធ្លាប់តែឈរបង្អួតរៀងដល់ស្កឹមស្កាយក៏ត្រូវបាក់ដួលរលំមួយរំពេចក្រោយពេលដែលរុស្ស៊ីបន្តបើកការវាយប្រហារជាថ្មីទៀតចូលដល់បេះដូងនៃរដ្ឋធានីគៀវការឆ្លើយតបភ្លាមៗដូចនេះពីមហាអំណាចរុស្ស៊ីនៅបន្ទាប់ពីរោងចក្រចម្រាញ់ប្រេងខ្នាតធំលំដាប់ទី2របស់ទីក្រុងអូមត្រូវអ៊ុយក្រែនវាយកំទេចខ្លាយជាផេះផង់តាមរយៈឃ្លីបវីដេអូនិងរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីការខ្ទេចខ្ទាំនិងការខូចខាតនៃអគារក្នុងទីក្រុងគៀវត្រូវបានកាសែតធំនៅជុំវិញពិភពលោកបន្តផ្សព្វផ្សាយពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីមកលើអ៊ុយក្រែនគិតត្រឹមថ្ងៃទី7ខែកក្កដាការវាយលុកជាថ្មីទៀតនៅពេលនេះរបស់រុស្ស៊ីធ្វើឡើងបានតែមួយថ្ងៃក្រោយពីអ៊ុយក្រែនបានអះអាងពីភាពជោគជ័យរបស់ខ្លួនក្នុងការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើកដែលបណ្ដាលឲ្យរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់រុស្ស៊ីស្ថិតនៅទីក្រុងអូមក្នុងតំបន់សេប៊ីរីកាលពីថ្ងៃច័ន្ទត្រូវខ្ទេចខ្ទាំនិងខូចខាតក្នុងទ្រង់ទ្រាយធំពុំធ្លាប់មានការឆ្លើយតបលើកនេះរបស់រុស្ស៊ីដោយប្រើមីស៊ីលនិងដ្រូនលើទីក្រុងគៀវនិងតំបន់ជុំវិញបេះដូងនៃរដ្ឋធានីរបស់អ៊ុយក្រែននៅព្រឹកព្រលឹមថ្ងៃទី7កក្កដាបានផ្ដាច់ជីវិតជនស៊ីវិលជិត30នាក់ហើយរដ្ឋធានីមូស្គូអះអាងថាការវាយប្រហារចំគោលដៅបែបនេះបង្ហាញពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនខ្សោយនិងគ្មានន័យចំណែកឯរដ្ឋធានីគៀវវិញក៏មិនបដិសេធដែរថាមូលហេតុដែលនាំឲ្យរុស្ស៊ីវាយប្រហារតាមអាកាសនិងកំទេចចំគោលដៅបានដោយងាយបែបនេះនោះក៏ព្រោះតែប្រព័ន្ធការពារដែនអាកាសដែលស្ទាក់ចាប់មីស៊ីលផលិតដោយសហរដ្ឋអាមេរិកពិតជាបរាជ័យពិតមែនយ៉ាងណាការបើកការវាយប្រហារតាមអាកាសដោយដ្រូនរបស់អ៊ុយក្រែនកាលពីថ្ងៃទី6កក្កដាបានបណ្ដាលឲ្យរោងចក្រផលិតប្រេងខ្នាតយក្សរបស់រុស្ស៊ីត្រូវបាត់បង់នេះត្រូវបានគេចាត់ទុកថាជាការវាយប្រហារមួយដែលមានចម្ងាយឆ្ងាយបំផុតរបស់អ៊ុយក្រែនចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមអញ្ញាធិក្នុងតំបន់របស់រុស្ស៊ីក៏បានទទួលស្គាល់ដែរថាអ៊ុយក្រែនបានបើកការវាយប្រហារនេះពិតប្រាកដនៅក្នុងសេចក្តីថ្លែងការណ៍មួយអគ្គបញ្ជាការកងទ័ពអ៊ុយក្រែនបាននិយាយថាការវាយប្រហារនេះបានបង្កឲ្យមានអគ្គិភ័យត្រូវឆាបឆេះនៅរោងចក្រចម្រាញ់ប្រេងអូមដែលស្ថិតនៅចម្ងាយប្រហែល2700គីឡូម៉ែត្រពីទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែននិងនៅជិតព្រំដែនរបស់រុស្ស៊ីក្បែរនឹងប្រទេសកាហ្សាស្ថានក៏ប៉ុន្តែលោកវីតាលីខូសិនកូអភិបាលរដ្ឋអូមបាននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់ដ្រូនអស់ជាច្រើនគ្រឿងមុននឹងអ៊ុយក្រែនមានសមត្ថភាពកំទេចរោងចក្រចម្រាញ់ប្រេងខ្នាតយក្សរបស់រុស្ស៊ីនេះបានយ៉ាងនេះក្តីការវាយប្រហារនេះមិនបណ្ដាលឲ្យមានអ្នកស្លាប់និងរងរបួសជនស៊ីវិលឬក្រុមយោធារបស់រុស្ស៊ីណាមួយនោះទេក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអ៊ុយក្រែន Firepoint បានអះអាងថាដ្រូនប្រភេទ FP-11 ដែលបានអភិវឌ្ឍថ្មីរបស់ខ្លួនគឺជាអាវុធដែលបានប្រើប្រាស់ក្នុងការវាយប្រហារនេះនាយិកាប្រតិបត្តិក្រុមហ៊ុន Firepoint លោកស្រី Irina Terek បាននិយាយថារោងចក្រអូមគឺជារោងចក្រមួយក្នុងចំណោមតែ2ប៉ុណ្ណោះក្នុងចំណោមរោងចក្រចម្រាញ់ប្រេងធំបំផុតទាំង10របស់រុស្ស៊ីដែលមិនធ្លាប់ត្រូវរងការវាយប្រហារតាមអាកាសដោយដ្រូនរបស់អ៊ុយក្រែនបែបនេះនោះឡើយ